ក្នុងដំណើររបស់ជីវិតមនុស្សយើងម្នាក់ៗយើងប្រកាសជាធ្លាប់គិតអំពីការកែប្រែជោគវាសនារបស់ខ្លួនការគិតនោះគឺធ្វើយ៉ាងណាឲ្យជីវិតរបស់យើងមានភាពល្អប្រសើរជាងពេលបច្ចុប្បន្នពេលខ្លះយើងចង់មានលុយកាក់ច្រើនជាងមុនពេលខ្លះយើងចង់បានទីលំនៅដែលធំនិងទំនើបជាងផ្ទះដែលយើងកំពុងរស់នៅពេលខ្លះយើងចង់មានរូបសម្បត្តិស្រស់ស្អាតនិងសង្ហាដូចគេពេលខ្លះទៀតយើងចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍មកលើយើងខ្ញុំជឿថានរណាក៏ធ្លាប់មានគំនិតបែបនេះដែរការមានគំនិតទាំងនេះគឺវាមិនខុសទេប៉ុន្តែមុននឹងយើងធ្វើឲ្យមជ្ឈដ្ឋានជុំវិញខ្លួនល្អប្រសើរយើងត្រូវតែផ្លាស់ប្ដូរការគិតដែលចេញពីក្នុងខ្លួនរបស់យើងជាមុនសិនប្រសិនបើយើងមិនមានការគិតត្រឹមត្រូវទៅលើជីវិតខ្លួនឯងយើងមិនអាចក្លាយជាមនុស្សរឹងមាំអាចសម្រេចក្តីស្រមៃកែប្រែជោគវាសនារបស់យើងបានឡើយក្នុងនោះមានច្បាប់3ដែលមនុស្សគ្រប់គ្នាគួរប្រកាន់ភ្ជាប់ក្នុងគំនិតជានិច្ចទី1ការមានទំនួលខុសត្រូវគ្រប់សកម្មភាពដែលយើងឆ្លងកាត់មិនថាទង្វើនោះជាអ្វីដែលយើងធ្វើឬសកម្មភាពដែលអ្នកដទៃធ្វើមកលើយើងទេយើងត្រូវមានទំនួលខុសត្រូវប្រឈមនឹងសកម្មភាពទាំងនោះទោះបីពេលខ្លះសកម្មភាពនោះមិនមែនជាកំហុសរបស់យើងក៏ដោយប្រសិនបើវាបានកើតឡើងមកលើយើងហើយយើងត្រូវតែមានគំនិតទទួលខុសត្រូវដោះស្រាយហើយដើរទៅមុខបន្តទៀតជាឧទាហរណ៍យើងជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារអ្នកដទៃជាអ្នកបង្កមកលើយើងទោះបីមិនមែនជាកំហុសរបស់យើងក៏ដោយយើងត្រូវតែមានទំនួលខុសត្រូវមួយនោះគឺការមិនទន់ជ្រាយទៅតាមភាពលំបាកដែលកើតឡើងមកលើយើងអ្នកដែលបង្កគេអាចនឹងផ្ដល់ជាសំណងទៅតាមច្បាប់មកលើយើងប៉ុន្តែគេមិនអាចជួយឲ្យយើងងើបឈរតស៊ូជំនះនឹងភាពលំបាកដែលកើតចេញពីគ្រោះថ្នាក់នោះឡើយមានតែខ្លួនយើងតែប៉ុណ្ណោះដែលជាអ្នកទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនដោយការតស៊ូធ្វើជាមនុស្សរឹងមាំដើម្បីបន្តដំណើរទៅមុខទៀតទី2កុំបណ្ដោយឲ្យអារម្មណ៍មិនល្អបង្កើតចេញជាសកម្មភាពមិនល្អទោះបីពេលខ្លះយើងមានអារម្មណ៍ធុញថប់ stress ពិបាកចិត្តខឹងមួម៉ៅប៉ុណ្ណាក៏ដោយយើងមិនត្រូវបណ្ដោយឲ្យអារម្មណ៍មួយពេលនោះបង្កើតចេញទៅជាសកម្មភាពមិនល្អនោះទេការមានអារម្មណ៍មិនល្អទាំងនេះជាធម្មជាតិរបស់មនុស្សយើងមិនខុសទេបើត្រឹមតែមានអារម្មណ៍ខឹងធុញថប់ stress ពិបាកចិត្តប៉ុន្តែយើងមិនគួរប្រើវាឲ្យធ្វើជាម្ចាស់គ្រប់គ្រងយើងហើយយើងមិនចេញសកម្មភាពអាក្រក់ទៅតាមវាបាននោះឡើយផ្ទុយទៅវិញនៅពេលដែលយើងមានអារម្មណ៍មិនល្អទាំងនោះយើងគួរតែនៅឲ្យស្ងៀមហើយបណ្ដោយឲ្យអារម្មណ៍នោះបន្តនៅដោយធម្មជាតិរបស់វាយើងត្រូវទទួលស្គាល់នៅវត្តមានអារម្មណ៍មិនល្អទាំងនោះហើយនិយាយទៅកាន់ខ្លួនឯងថាអូខ្ញុំកំពុងខឹងទេតាឬអូខ្លួនខ្ញុំកំពុងមានអារម្មណ៍ stress បន្ទាប់មកយើងបន្តនិយាយទៀតថាមិនអីទេបន្តិចទៀតយើងនឹងលែងអីហើយការទទួលស្គាល់នៅវត្តមាននៃអារម្មណ៍មិនល្អក្នុងខ្លួននឹងធ្វើឲ្យយើងទទួលយកអារម្មណ៍ទាំងនោះដោយមិនចាំបាច់បញ្ចេញសកម្មភាពអ្វីទាំងអស់ធ្វើដូចនេះយើងនឹងមានឱកាសគេចផុតពីការសម្រេចចិត្តខុសដែលនាំមកនូវភាពអវិជ្ជមានក្នុងជីវិតរបស់យើងទី3រាល់គ្រប់សកម្មភាពគួរផ្ដើមចេញពីចេតនាកែលម្អដើម្បីឲ្យជីវិតរបស់យើងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃយើងគួរតែចាប់ផ្ដើមគិតពីគ្រប់សកម្មភាពដែលយើងធ្វើមិនថាយើងធ្វើអ្វីនោះទេសកម្មភាពទាំងនោះគួរចាប់ផ្ដើមចេញពីចេតនាកែលម្អជាចម្បងក្នុងនោះមានដូចជាការកែលម្អទៅលើសុខភាពការកែលម្អទៅលើទំនាក់ទំនងមិត្តភ័ក្តិការកែលម្អទៅលើចំណេះនិងជំនាញរបស់ខ្លួននិងការកែលម្អទៅលើមជ្ឈដ្ឋានរស់នៅជាដើមមិនថាការកែលម្អនោះធ្វើទៅលើជីវិតខ្លួនឯងឬជីវិតអ្នកដទៃនោះទេឲ្យតែយើងមានចេតនាល្អសកម្មភាពនោះនឹងកែប្រែជោគវាសនារបស់យើងនៅថ្ងៃណាមួយជាក់ជាមិនខាន